នៅនេះឱកាសបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌាកាលពីម្សិលមិញរដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Jean-Marc Ayrault បានថ្លែងបញ្ជាក់ថាប្រទេសបារាំងនិងឥណ្ឌាគឺជាដៃគូយុទ្ធសាស្ត្ររវាងគ្នាជាយូរឆ្នាំកន្លងមកហើយនៅក្នុងសហប្រតិបត្តិការនៅលើវិស័យអវកាសដោយឥណ្ឌាមានទីភ្នាក់ងារ ISRO ហើយបារាំងវិញមានទីភ្នាក់ងារ CNES ចំណែកប្រធានទីភ្នាក់ងារអវកាសឥណ្ឌាលោក Kirhon Kumar ក៏បានសម្ដែងការអបអរសាទរចំពោះដំណាក់កាលដ៏សំខាន់បំផុតមួយនៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំងនិងឥណ្ឌាក្នុងទ្រង់ទ្រាយដ៏ធំនៅលើវិស័យអវកាសនេះទន្ទឹមនេះទីភ្នាក់ងារ ISRO និងទីភ្នាក់ងារ CNES បានផ្ដល់សេចក្ដីបាននៅលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតក្រុមសិក្សារួមគ្នាស្ដីពីបច្ចេកវិទ្យានៅក្នុងការបាញ់បង្ហោះយានអវកាសដើម្បីដឹកជញ្ជូនផ្កាយរណបទៅក្នុងពេលអនាគតមិនតែប៉ុណ្ណោះទីភ្នាក់ងារអវកាសបារាំងនិងក្រុមហ៊ុនអវកាសឥណ្ឌាក៏បានចុះហត្ថលេខាផងដែរនៅក្នុងការបញ្ជូនរ៉ូបូតតូចមួយដែលមានកង់សម្រាប់ដើរសង្កេតការណ៍នៅលើឋានប្រចាំទៀតផងហើយតាមការគ្រោងទុកយានរ៉ូបូតតូចដែលបំពាក់ដោយកាមេរ៉ាសម្រាប់ថតរូបភាពនេះនឹងត្រូវបញ្ជូនទៅកាន់ឋានប្រចាំនៅខែមករាឆ្នាំ2018គួររំលឹកថាសហប្រតិបត្តិការនៅក្នុងវិស័យអវកាសរវាងប្រទេសបារាំងនិងឥណ្ឌានេះមានចាប់តាំងពីយូរឆ្នាំកន្លងមកហើយគឺតាំងពីចំនួនទសវត្សរ៍ឆ្នាំ1960មកម្លេះហើយត្រូវបានពង្រឹងកាន់តែខ្លាំងក្លាថែមទៀតចាប់តាំងពីជាង10ឆ្នាំកន្លងមកដែរហើយសហការរួមគ្នារវាងឥណ្ឌាបារាំងនៅលើវិស័យអវកាសនេះបានហុចជាលទ្ធផលជាពិសេសនៅលើការបាញ់បង្ហោះផ្កាយរណបសង្កេតការណ៍អាកាសធាតុចំនួន2មួយនៅឆ្នាំ2011និងមួយទៀតនៅឆ្នាំ2013ចំណែកការអភិវឌ្ឍផ្កាយរណបទី3រវាងបារាំងនិងឥណ្ឌាវិញក៏ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងគ្នាហើយដែរគួរបញ្ជាក់ថាឥណ្ឌាបានបង្ហាញនូវចេតនាដ៏ខ្ពង់ខ្ពស់មួយក្នុងគោលបំណងចង់ក្លាយខ្លួនទៅជាមហាអំណាចមួយដ៏ពិតៗនៅលើវិស័យអវកាសអន្តរជាតិ